មនុស្សកាន់តែចេះដឹងច្រើនប៉ុណ្ណាគាត់កាន់តែនិយាយតិចប៉ុណ្ណោះតម្លៃនៃភាពស្ងប់ស្ងាត់របស់បញ្ញជនទស្សនៈរបស់លោក Walter បានគូបញ្ជាក់អំពីទំនាក់ទំនងដ៏ស៊ីជម្រៅរវាងចំណេះដឹងពិតប្រាកដនិងភាពស្ងប់ស្ងាត់ឬការប្រយ័ត្នប្រយែងនៅក្នុងការនិយាយវាមិនមែនមានន័យថាអ្នកចេះដឹងត្រូវតែបិទមាត់ចិត្តនោះទេប៉ុន្តែវាជាការឆ្លុះបញ្ចាំងអំពីលក្ខណៈសម្បត្តិនៃបញ្ញជនដែលចេះថ្លឹងថ្លែងនិងមានការទប់ទល់ 1. ភាពស្មុគស្មាញនៃចំណេះដឹងនៅពេលដែលបុគ្គលម្នាក់ទទួលបានចំណេះដឹងកាន់តែទូលំទូលាយគាត់នឹងដឹងថាពិភពលោកពោរពេញទៅដោយការបម្រែបម្រួលនិងភាពស្មុគស្មាញដែលខ្លួនមិនទាន់បានដឹងឬយល់គ្រប់ជ្រុងជ្រោយនៅឡើយការដឹងអំពីដែនកំណត់បញ្ញជនប្រកបនឹងដឹងថាគ្មាននរណាម្នាក់អាចនឹងដឹងគ្រប់យ៉ាងនោះទេការដឹងអំពីដែនកំណត់នៃចំណេះដឹងរបស់ខ្លួននាំឲ្យមានភាពរាបសារនិងប្រុងប្រយ័ត្នមិននិយាយអួតអាងឬនិយាយបំភ្លើសលើសពីអ្វីដែលខ្លួនដឹងឡើយការចេះថ្លឹងថ្លែងមុននឹងនិយាយអ្វីមួយអ្នកដែលមានចំណេះដឹងជ្រៅជ្រះតែងតែចំណាយពេលវេលាពិចារណានិងថ្លឹងថ្លែងអំពីគ្រប់ទិដ្ឋភាពនិងផលវិបាកទាំងអស់នៃពាក្យពេចន៍របស់ខ្លួនដើម្បីធានាថារាល់ពាក្យដែលនិយាយចេញទៅគឺមានតម្លៃមិនមែនគ្រាន់តែជាការបញ្ចេញមតិទទេទេពីភាពស្ងប់ស្ងាត់ជាអំណាចភាពស្ងប់ស្ងាត់មិនមែនជាភាពទន់ខ្សោយនោះទេតែវាជាអំណាចនៃការត្រួតពិនិត្យលើខ្លួនឯងនិងការគោរពចំពោះអ្នកដទៃការស្ដាប់ច្រើនជាងនិយាយមនុស្សចេះដឹងច្រើនភាគច្រើនចូលចិត្តស្ដាប់ដើម្បីស្រូបយកព័ត៌មានបទពិសោធន៍និងទស្សនៈពីអ្នកដទៃពួកគេដឹងថាការស្ដាប់គឺជាទម្រង់មួយនៃការរៀនសូត្រដែលមានប្រសិទ្ធភាពជាងការនិយាយឥតឈប់ឈរទៅទៀតប្រសិទ្ធភាពនៃពាក្យនៅពេលដែលមនុស្សចេះដឹងសម្រេចចិត្តនិយាយនោះពាក្យពេចន៍របស់ពួកគេតែងតែមានទម្ងន់មានន័យជ្រៅនិងមានឥទ្ធិពលខ្លាំងព្រោះវាត្រូវបានបំរុងទុកដោយការគិតនិងការវិភាគដ៏ហ្មត់ចត់សរុបរួមមកទស្សនៈរបស់លោក Walter បានបង្រៀនយើងថាតម្លៃរបស់មនុស្សមិនស្ថិតទៅលើចំនួនពាក្យដែលនិយាយចេញនោះទេប៉ុន្តែវាស្ថិតលើគុណភាពនៃគំនិតនិងការបដិវត្តចេញនៃភាពស្ងប់ស្ងាត់និងការពិចារណាដ៏ល្អិតល្អន់របស់មនុស្សម្នាក់ភាពស្ងប់ស្ងាត់គឺជាសញ្ញាណនៃបញ្ញាដែលចាស់ទុំបំផុតរបស់មនុស្សម្នាក់